លោកស្រីវិជ្ជមនិនម្នាក់គិតថាអ្នកជំងឺនៅពេលឈឺភាគច្រើនគេគិតថាអ្នកនងស្គមចង់ជម្រាបសួរតាក់ទងជាមួយនឹងអ្នកធាត់កើតមានជំងឺធាត់ហេតុអីធាត់ហើយនៅតែមានជំងឺលោកស្រីវិជ្ជមនិនអញ្ចឹងដើម្បីឆ្លើយតបឲ្យបានច្បាស់លាស់ខ្ញុំចង់និយាយអំពីជំងឺធាត់បច្ចុប្បន្ននេះរីករាលដាលច្រើនណាស់មិនមែនតែនៅសហរដ្ឋអាមេរិកនៅអូស្ត្រាលីឬក៏នៅប្រទេសផ្សេងៗលើពិភពលោកទេប្រទេសកម្ពុជាយើងក៏មានមនុស្សធាត់កើនឡើងច្រើនដែរហើយជាទូទៅកាលណាខានបានឃើញមុខគ្នាតែ 2-3 ឆ្នាំគឺជួនកាលយើងភ្ញាក់ផ្អើលដោយសារគាត់ដុសក្បាលពោះហើយខ្លួនរបស់គាត់ហ្នឹងស្ដែងចេញថាមានជំងឺធាត់តែម្ដងមនុស្សខ្លះគាត់ធាត់ស្មើតាំងពីលើដល់ក្រោមមនុស្សខ្លះទៀតគាត់ធាត់តែចំកណ្ដាលគឺមានន័យថាប៉ោងតែពោះហើយមនុស្សខ្លះទៀតគាត់មិនបានឡើងគីឡូទេក៏ប៉ុន្តែក្បាលពោះគាត់ធំអញ្ចឹងមានន័យថាត្រូវតែមានកន្លែងណាមួយស្រកពេលនោះនៅពេលដែលគីឡូនៅដដែលតែដុសតែក្បាលពោះតឹងខោអាចនឹងទម្ងន់សាច់ដុំនិងទម្ងន់ឆ្អឹងថយចុះបើមិនអញ្ចឹងឃើញពោះធំហើយគីឡូអត់ស្រកគឺទៅមិនរួចតតែមានអាណាមួយវាស្រាលជាងមុនមានន័យថាអាចសាច់ដុំនឹងវាស្វិតឬមួយក៏អាចនឹងឆ្អឹងនឹងវាស្ពោតអញ្ចឹងគីឡូសាច់ដុំនិងគីឡូឆ្អឹងថយចុះក្បាលពោះកើនឡើងគីឡូនៅដដែលហើយគាត់គិតថាគាត់មិនបានស្រកហើយគាត់មិនបានឡើងទេតែបើសិនជាយើងមើលប្រៀបធៀបជាពិសេសយើងតាមដានជំងឺគាត់បានតែ3ឆ្នាំ5ឆ្នាំអីហ្នឹងគឺយើងមើលទៅដឹងថាគាត់មានការប្រែប្រួលអញ្ចឹងអានោះក៏ជាជំងឺធាត់ដែរហើយជំងឺធាត់វាមានច្រើនប្រភេទហើយក៏ច្រើនមូលហេតុខ្លាំងណាស់ដែរហើយដើម្បីកុំឲ្យស្មុគស្មាញជាកត្តាវិទ្យាសាស្ត្រគឺយើងនិយាយភាសាសាមញ្ញមិនបាច់និយាយភាសាបច្ចេកទេសគឺហេតុអ្វីបានធាត់ទីមួយយ៉ាងសាមញ្ញបំផុតឲ្យតែហូបអាហារច្រើនពេកហើយច្រើនជាប្រចាំគឺអាចនឹងធាត់ហើយជាពិសេសអាហារដែលគាត់ហូបហ្នឹងគឺសុទ្ធតែជាអាហារដែលសម្បូរថាមពលអាហារណាខ្លះដែលសម្បូរថាមពលគឺពពួកអាហារដែលសម្បូរស្ករអាហារដែលធ្វើអំពីម្សៅមីគុយទាវនំប៉័ងតាំងហ៊ុននំខេកមីអ៊ីតាលីនំផ្សេងជាច្រើននំខ្មែរនំបារាំងនំប្រៃនំផ្អែមហើយពេលដែលគាត់ហូបអាហារដែលសម្បូរថាមពលហើយគាត់ហូបទឹកនឹងមានថាមពលទៀតកាហ្វេទឹកកកទឹកដោះគោឬក៏ទឹកដោះគោទទេទឹកដោះគោឆៅទោះជាដាក់ស្ករឬមិនដាក់ស្ករទឹកសណ្តែកទោះជាថែមស្ករឬក៏មិនថែមស្ករអញ្ចឹងទឹកក្រូចកំប៉ុងឬមួយក៏ភេសជ្ជៈដែលមានជាតិអាល់កុលមានប៊ីយ៉ាមានស្រាផ្សេងមានស្រាក្រហមអញ្ចឹងទាំងអស់នោះសុទ្ធតែជាអាហារដែលសម្បូរថាមពលអញ្ចឹងនៅពេលដែលសម្បូរថាមពលគឺពេលដែលញ៉ាំចូលទៅយើងប្រើប្រាស់មិនអស់អញ្ចឹងវាបំលែងយកទៅលាក់ទុកនៅក្នុងរាងកាយបើស្ករវាចងជាប់គ្នាคล้ายជា glycogen ស្តុកទុកក្នុងថ្លើមលំណែនអាស៊ីតខ្លាញ់ក៏ចងជាប់គ្នាក៏ស្តុកទុកគ្រប់កន្លែងជាតិប្រូតេអ៊ីនពេលដែលវាមានការកើនឡើងវាអាចឡើងទៅជាអាស៊ីតធ្វើឲ្យមានការរលាកនៅពេលដែលរលាកឲ្យតែរលាកគឺចាប់ជាតិទឹកឲ្យតែរលាកគឺហើមប៉ោងអញ្ចឹងគីឡូហ្នឹងវាឡើងហើយវាហើមវាប៉ោងអញ្ចឹងអានឹងសាមញ្ញតែហូបច្រើនពេកមិនដឹងយកទៅណាអស់យកទៅធ្វើថាមពលមិនអស់ហើយគិតទៅពីហូបដោយមិនមានចលនារាងកាយដោយមិនបានហាត់ប្រាណដោយមិនបានលំហែអញ្ចឹងអ្វីដែលយើងញ៉ាំចូលវាច្រើនលើសលប់នៅអ្វីដែលយើងត្រូវចាយក្រៅពីការញ៉ាំច្រើនពិសេសអាហារដែលសម្បូរថាមពលទាំងទឹកទាំងកាកគឺមនុស្សខ្លះគាត់ចូលគេងយប់ជ្រៅពេកបើទោះជាគាត់ខំប្រឹងគេងឲ្យដល់ម៉ោង10ឬម៉ោង12ថ្ងៃត្រង់ឲ្យតែគាត់ចូលគេងម្ដងម៉ោង1ម៉ោង2រំលងអាត្រៀតហើយគឺគាត់អាចនឹងកើតជំងឺធាត់ហើយមួយទៀតបើសិនជាពេលដែលគាត់មិនគេងហ្នឹងគាត់ទៅស៊ីផឹកឬមួយគាត់លេង Facebook ដែលមាន Wi-Fi ដែលអាចធ្វើឲ្យមានផលប៉ះពាល់បន្ថែមទៀតអញ្ចឹងអានឹងក៏អាចធ្វើឲ្យគាត់កាន់តែកើតជំងឺធាត់ថែមទៀតហើយការដែលគាត់ខ្វះចលនារាងកាយត្រូវតែរវើករហូតយើងមិនអាចអង្គុយលើសពី40ឬក៏45នាទីទេអញ្ចឹងយើងត្រូវតែងើបដើរងើបពុតខ្លួនចុះឡើងដើម្បីឲ្យមានចលនាឈាមរត់ផងឲ្យមានចលនាទឹករងៃផងមានពេលខ្លះគ្រាន់តែស្ទះទឹករងៃក៏ធាត់ក៏ហើមដែរយើងមើលពេលដែលយើងអង្គុយយូរវាស្រង់ជើង
ណាអង្គុយយូរស្រង់ជើងហ្នឹងគឺមិនមែនមានតែទឹកដែលនៅសល់នៅនឹងជើងទេគឺមានទឹករងានៅសល់នឹងដែរពីព្រោះប្រព័ន្ធទឹករងាត្រឡប់មករកបេះដូងវិញវាមកអត់តាន់ពីព្រោះសរសៃហ្នឹងវាបាត់ហើយណាបាត់កជើងបាត់ជង្គង់បាត់ចង្កេះហើយកកហ្នឹងកោងទៀតអញ្ចឹងទៅអាចលនាទឹករងាហ្នឹងវាត្រឡប់មកវិញមិនតាន់អញ្ចឹងមិនមែនគ្រាន់តែគាត់ឡើងតែគីឡូទេគឺគាត់ខ្សោយសុខភាពជាពិសេសសុខភាពប្រព័ន្ធការពាររាងកាយហើយសុខភាពហ្នឹងវាពាក់ព័ន្ធជាមួយនឹងការបន្សាបជាតិពុលការសម្លាប់មេរោគនិងការសម្លាប់កោសិកាមហារីកអញ្ចឹងថតហើយនៅអង្គុយស្ងៀមហើយស្ទះទឹករងាទៀតដែលធ្វើឲ្យខ្សោយប្រព័ន្ធការពាររាងកាយហ្នឹងអាចប្រឈមនឹងជំងឺជាច្រើនដូចជាជំងឺបេះដូងជំងឺខួរក្បាលហើយនឹងជំងឺមហារីកមនុស្សខ្លះទៀតគាត់ថត់ដោយសារគាត់ហាត់ប្រាណខុសហាត់ប្រាណខំប្រឹងហាត់ខ្លាំងមែនតើក៏ប៉ុន្តែកាន់តែហាត់គឺកាន់តែថត់ដើម្បីហាត់ប្រាណសម្រកទម្ងន់គឺយើងត្រូវចាំថាតលតែយើងហាត់ឲ្យត្រូវបានយើងអាចសម្រកទម្ងន់បានបើយើងហាត់មិនត្រូវទេទី1យើងកាន់តែធាត់ទី2ហាត់ហើយខូចក្រពះពោះវៀនហើយជាតិពុលកើនឡើងកាន់តែខ្លាំងអញ្ចឹងពេលដែលយើងហាត់ប្រាណយើងត្រូវចាំថាតលតែយើងនឹងពុះទៅទេខ្ញុំធ្លាប់ជម្រាបហើយ2ទៅ3ម៉ោងក្រោយអាហារបានអាចហាត់ប្រាណបានហើយពេលដែលយើងហាត់ឧទាហរណ៍ថាយើងហាត់45នាទីកន្លះម៉ោងឬមួយក៏1ម៉ោងពេលហាត់ហើយហ្នឹងក៏យើងមិនទាន់ញ៉ាំអីភ្លាមដែរគឺយើងនៅពុះទៅទេដដែលពីព្រោះអញ្ចេះពេលដែលយើងហាត់ប្រាណដើម្បីសម្រកទម្ងន់គឺយើងសម្រកខ្លាញ់ឬក៏បញ្ចុះជាតិស្ករដែលយើងមានច្រើនអញ្ចឹងពេលដែលយើងអត់មានអាហារនៅក្នុងពោះយើងគឺយើងហាត់ទៅគឺយើងយកស្ករហើយខ្លាញ់ដែលនៅសល់ហ្នឹងយកវាទៅចំហេះធ្វើជាថាមពលពេលដែលយើងប្រើអស់រយៈពេល1ម៉ោងក្រោយមកមានន័យថាឲ្យម៉ាស៊ីនស៊ីខ្លាញ់ហ្នឹងវាកំពុងដើរអញ្ចឹងយើងកុំអាលញ៉ាំជាតិស្ករចូលទៅកុំអាលញ៉ាំអាហារសម្រន់ឬក៏ផ្លែឈើចូលទៅគឺយើងញ៉ាំតែទឹកធម្មតាហើយយើងធ្វើចលនាដើរចុះដើរឡើងយើងកុំអង្គុយស្ងៀមឬមួយក៏យើងអាចនឹងត្រាំទឹកក្តៅត្រាំទឹកត្រជាក់ហើយញ៉ាំតែទឹកសុទ្ធថ្លាបន្តិចហ្នឹងទៅហើយបើសិនជាបែកញើសខ្លាំងដាច់ខាតត្រូវតែញ៉ាំជាមួយនឹងជាតិរ៉ែទឹកមានរ៉ែមិនមែនទឹកទទេទេពីព្រោះពេលដែលយើងបែកញើសគឺយើងបាត់ទាំងជាតិទឹកបាត់ទាំងជាតិរ៉ែយើងមិនអាចបំពេញតែជាតិទឹកទេយើងត្រូវបំពេញទាំងពីរអញ្ចឹងពេលដែលយើងហាត់ប្រាណហើយយើងមិនញ៉ាំអីគឺរាងកាយរបស់យើងនឹងបន្តយកខ្លាញ់ដែលនៅសល់ក្នុងថ្លើមដែលញុកក្នុងថ្លើមយកស្ករដែលคล้ายជា glycogen ដែលស្តុកនៅក្នុងថ្លើមបញ្ចេញមកខាងក្រៅវិញដើម្បីធ្វើប្រតិបត្តិការផលិតថាមពលមិនឲ្យជាតិខ្លាញ់មិនឲ្យជាតិស្ករនឹងវាញុកទុកនៅក្នុងថ្លើមឬមួយក៏ញុកទុកក្នុងរាងកាយគ្រប់កន្លែងទេតែបើសិនជាយើងហាត់ប្រាណហើយស្រាប់តែយើងទៅញ៉ាំអីភ្លាមដោយសារយើងធ្លាក់ជាតិស្ករយើងហេវយើងគិតតែញ៉ាំយកអញ្ចឹងមានន័យថាអាម៉ាស៊ីនស៊ីខ្លាញ់ដែលត្រូវបញ្ឆេះខ្លាញ់បញ្ឆេះស្ករដែលយើងខំហាត់ប្រាណនោះវាអត់បានផលហើយគឺវាឈប់ដើរវិញហើយគឺយើងបិទហើយយើងយកអាស្ករចូលថ្មីអាខ្លាញ់ចូលថ្មីអាសាច់ចូលថ្មីយកទៅផលិតថាមពលអញ្ចឹងវាអត់មានផលទេវាអត់បានស្រកហើយអាខ្លាញ់នោះអាស្ករនោះវាអត់បានចេញពីគ្រឿងក្នុងយកមកចំហេះធ្វើថាមពលទេគឺយើងយកអាថ្មីទៅហើយមានពេលខ្លះទៀតយើងញ៉ាំចូលច្រើនពេកច្រើនដោយគំហុកអញ្ចឹងនៅពេលដែលញ៉ាំច្រើនដោយគំហុកគឺវាបំលែងទៅជា glycogen វាបំលែងទៅជាខ្លាញ់ទៅញុកថ្លើមលើសដើមថតមួយទៀតគឺការញ៉ាំអាហារដែលសម្បូរថាមពលហ្នឹងញឹកញាប់ពេកទោះបីជាគាត់ញ៉ាំតិចក៏ដោយមានពេលខ្លះគ្រាន់តែកាហ្វេមួយកែវមានថាមពលច្រើនណាស់ឬក៏ទឹកដោះគោកន្លះកែវគឺមានថាមពលច្រើនណាស់នៅពេលដែលយើងញ៉ាំញឹកញាប់គឺទី1អារបស់ហ្នឹងវាច្រើនពេកវាសល់ដល់ពេលអញ្ចឹងគេដឹកជញ្ជូនយកទៅលាក់ទុកជាអាហារបម្រុងនៅក្នុងថ្លើមនៅក្រោមក្បាលពោះនៅក្រោមស្បែកនៅក្នុងសាច់ដុំនិងសរីរាង្គផ្សេងហើយតាមធម្មតាតែកាលណាវាចូលហើយក្នុងរយៈពេល4ម៉ោងមិនបានចេញមកក្រៅវិញគឺវាអាចនៅទីនោះរហូតហើយមនុស្សខ្លះ2ម៉ោងគាត់ហូបម្ដងអញ្ចឹង2ម៉ោងចូលម្ដង2ម៉ោងចូលម្ដងហើយរឿងអីមិនឲ្យគាត់ធាត់មិនឲ្យគាត់ញុកខ្លាញ់គាត់ត្រូវតែធាត់គាត់ត្រូវតែញុកខ្លាញ់ណាបើគាត់គិតទៅពីញ៉ាំចូលអត់បានបញ្ចេញមកវិញដើម្បីយកមកធ្វើថាមពលផងអញ្ចឹងគឺបើយើងមិនបានហាត់ប្រាណអីធំដុំគឺគ្រាន់តែយើងមានចលនាឲ្យរវើកទៅយើងកុំអង្គុយយូរពេកឧទាហរណ៍ថាកន្លះម៉ោងយើងងើបដើរយើងពុតខ្លួនយើងលើកដៃយើងលើកជើងយើងអាវ៉ង់ផ្ទប់ម្ចាំងយើងអាវ៉ង់ផ្ទប់តុណាឬក៏យើងឡើងជណ្ដើរចុះជណ្ដើរឡើងអញ្ចឹងទៅគឺយើងបញ្ចេញអាស្ករនិងអាខ្លាញ់ដែលយើងបានញ៉ាំឧទាហរណ៍ថាពេលបាយថ្ងៃត្រង់ហ្នឹងយើងបញ្ចេញបន្តិចម្ដងរហូតដល់ម៉ោង5ម៉ោង6វាចេញមកអស់ហើយអត់មានសល់ទេអញ្ចឹងយើងអត់មានធាត់ទេអត់ឡើងគីឡូអត់មានខ្លាញ់ញុកអត់មានខ្លាញ់រុំទេអញ្ចឹងត្រូវញ៉ាំអាហារហ្នឹងឲ្យរង្វេលគ្នាយ៉ាងតិច4ទៅ6ម៉ោង
ប៉ុន្តែពេលយើងញ៉ាំឲ្យឆ្អែតចោះយើងកុំញ៉ាំរបៀបតិចឲ្យលៀបឲ្យខួរក្បាលគិតថាយើងខ្វះអាហារហើយត្រូវសន្សំទុកហើយត្រូវធ្វើឲ្យយើងឃ្លានជាប្រចាំអញ្ចឹងយើងញ៉ាំឲ្យឆ្អែតឲ្យស្កប់ស្កល់ក៏ប៉ុន្តែត្រូវតែញ៉ាំទំពាឲ្យម៉ត់ហើយញ៉ាំយឺតហើយគ្រប់អាហារទាំងអស់ត្រូវតែមានបន្លែហើយបើយើងថែមផ្លែឈើជាពិសេសផ្លែឈើដែលផ្អែមយើងត្រូវដកបាយឬក៏ដកនំប៉័ងឬក៏ដកដំឡូងមិនដកក៏ដោយតែត្រូវកាត់បន្ថយវាហើយបើសិនជាយើងមានញ៉ាំផ្លែឈើដែលមានជាតិផ្អែមហើយប្រកាសជាមានថាមពលខ្ពស់ហើយអញ្ចឹងយើងត្រូវធ្វើយ៉ាងណាកុំញ៉ាំភេសជ្ជៈដែលមានថាមពលភេសជ្ជៈណាក៏ដោយឲ្យតែមានថាមពលនឹងជាស្ករឬមួយក៏អាខ្លះវាអត់ផ្អែមណាគេហៅភេសជ្ជៈបើកម្លាំងអីចឹងទៅអញ្ចឹងអានឹងតែភេសជ្ជៈបើកម្លាំងគឺវាមានថាមពលនៅក្នុងហ្នឹងហើយទោះវាអត់ផ្អែមក៏ដោយវាមានស្អីមួយនៅក្នុងហ្នឹងហើយបានតាញ៉ាំទៅវាមានថាមពលអញ្ចឹងយើងញ៉ាំតែទឹកហើយដល់ពេលយើងទម្លាប់ខ្លួនបានរយៈពេលវែងហ្នឹងប៉ុណ្ណាជួនកាលតែ 2-3 ថ្ងៃទៅតែ 2-3 អាទិត្យហ្នឹងមិនវែងណាស់ទេគឺយើងធ្លាប់មិនញ៉ាំបាយច្រើនពេលញ៉ាំបានតែ3ពេលឬក៏តែ2ពេលទេប៉ុន្តែពេលញ៉ាំហ្នឹងគឺញ៉ាំឲ្យឆ្អែតហើយគេធ្លាប់និយាយប្រាប់ខ្ញុំថាញ៉ាំតិចជាងមុនហើយក្រឃ្លានជាងមុនហើយមានកម្លាំងច្រើនជាងមុនគឺប្រាប់អញ្ចឹងគ្រប់គ្នាមួយទៀតអ្នកដែលថតខ្លះគឺគាត់ផ្ទុកមេរោគច្រើនពេកមេរោគនៅក្នុងពោះវៀនតូចវាចេះភ្ញូចបញ្ជាឲ្យយើងឃ្លានវាបញ្ចេញសារធាតុគីមីភ្ញូចសរសៃប្រសាទរបស់ពោះវៀនតូចគឺធ្វើឲ្យខួរក្បាលឃ្លានមានចំណង់អាហារវាចង់ស៊ីស្ករវាភ្ញូចឲ្យយើងឃ្លានស្ករវាចង់ស៊ីសាច់វាភ្ញូចឲ្យយើងឃ្លានសាច់អញ្ចឹងគឺយើងញ៉ាំដើម្បីចិញ្ចឹមមេរោគហើយក្នុងករណីដែលយើងមិនញ៉ាំនៅពេលដែលយើងមិនញ៉ាំអាមេរោគដែលឃ្លានស្ករនោះវាងាប់ដល់ពេលវាងាប់ទៅវាចេញជាតិពុលកាន់តែច្រើនវាធ្វើឲ្យយើងឆេវឆាវវាធ្វើឲ្យយើងមួម៉ៅវាធ្វើឲ្យយើងមានអារម្មណ៍ធីងធងចង់ដួលសន្លប់ដូចគេពុលបន្តិចអីបន្តិចណានិយាយទៅរោគសញ្ញាពុលតែម្ដងមានចង់ក្អួតមានតង់ទ្រូងមានថប់ដង្ហើមអីជាដើមហើយអញ្ចឹងអាមេរោគហ្នឹងវាភ្ញូចឲ្យយើងចិញ្ចឹមវាព្រោះវាទីស៊ីរហូតអាមេរោគអស់ហ្នឹងហើយបន្ទាប់ពីហ្នឹងទៅគឺអាមេរោគអស់ហ្នឹងវាជូរអាចជូណូមសុទ្ធតែជាតិពុលហើយវាងាប់វាកើតកូនកើតចៅសុទ្ធតែជាតិពុលចាអាជាតិពុលរបស់វាហ្នឹងពេលយើងផឹកទឹកទៅគឺចាប់ទឹកទុកទឹក1លីត្រ1គីឡូ1លីត្រ1គីឡូហើយអញ្ចឹងយើងឡើងដូចគេសពហើយអ្នកខ្លះផឹកតែទឹកក៏ធាត់ដែរហើយមួយរយៈចុងក្រោយនេះមានគេប្រាប់ខ្ញុំថាគ្រាន់តែលេបតែទឹកមាត់ក៏ធាត់ដែរហើយសួរថាមេរោគពោះវៀនហ្នឹងវាមកពីណាមេរោគពោះវៀនហ្នឹងវាចូលតាមមាត់ណាចូលតាមមាត់ហើយមាត់របស់យើងហ្នឹងអ្នកខ្លះមានសុខភាពមាត់ធ្មេញមិនល្អមានផ្សិតនៅលើអណ្ដាតមាននៅលើថ្ពាល់មានមេរោគដង្កូវស៊ីធ្មេញមានមេរោគរាក់ស៊ីធ្មេញអូយមេរោគច្រើនណាស់ច្រើនមែនទែនដែលអាចធ្វើឲ្យមនុស្សធាត់នៅក្នុងមាត់ហ្នឹងណាហើយបើមេរោគដង្កូវស៊ីធ្មេញវិញប៉ះតាមានដង្កូវស៊ីធ្មេញរលួយតែ3បើមិនស្គមកំប្រឹងទេក៏ធាត់កំប៉ោងដែរហើយបើមិនធាត់ទេយ៉ាងហោចបំផុតស្គមខ្លួនតែពោះធំហើយបើសិនជាវាទៅនឹងកើតឡើងនៅក្នុងករណីដំបូងដូចជាមួយឆ្នាំ2ឆ្នាំដំបូងហ្នឹងហូបច្រើនតែអត់ធាត់ដឹងបាត់ទៅណាតែ 2-3 ឆ្នាំក្រោយឃើញហើយថាវាទៅណាគឺវាធ្វើឲ្យក្បាលពោះរបស់យើងនឹងធំទៅដំបូងវាញុកតែនៅក្នុងថ្លើមអញ្ចឹងវាអត់ទាន់ធាត់ទេវាអត់ទាន់ចេញធ្វើឲ្យមានក្បាលពោះប៉ោងហើយចុចអត់ត្រុតទេហើយបើសិនជាយើងមានមេរោគហើយយើងញ៉ាំអាហារច្រើនទៀតហើយយើងមិនគេងពីក្បាលប្រលប់ហើយយើងមិនហាត់ប្រាណមិនមានចលនារាងកាយគ្រប់គ្រាន់ប៉ះតែមានកត្តាដំណរពូជថែមទៀតមាន stress ច្រើនទៀតអានឹងជំងឺធាត់នឹងវាកាន់តែធាត់ទៅហើយមានអ្នកខ្លះទៀតគាត់មានជាតិពុលច្រើនហើយអាជាតិពុលនឹងវាធ្វើឲ្យគាត់ប្រែប្រួលអរម៉ូនពេលដែលប្រែប្រួលអរម៉ូនគឺមនុស្សធាត់ទៅជាពិសេសនៅពេលដែលឡើងអរម៉ូនកូកទីហ្សលជាតិពុលខ្លះធ្វើឲ្យឡើងកូកទីហ្សលខ្លាំងចឹងអាកូកទីហ្សលនឹងធ្វើឲ្យយើងកើតទៅជាជំងឺគេហៅ Cushing syndrome គឺធាត់មុខធាត់កកធាត់ពោះដៃជើងតូចស្វិតនៅពេលដែលមានធ្មេញពុកដង្កូវស៊ីធ្មេញឬធ្មេញរលួយអញ្ចឹងប៉ះធ្មេញហើយដកធ្មេញដែលពុកអស់សល់តែរឹសនឹងហើយឃើញគាត់ស្រកគីឡូហើយជួនកាលស្រក3គីឡូជួនកាលស្រក5គីឡូតែរយៈពេល1អាទិត្យទៅ2អាទិត្យទេហើយពិសេសមួយទៀតអ្នកដែលមានដង្កូវស៊ីធ្មេញច្រើនហើយអ្នកដែលមានធ្មេញរលួយហ្នឹងគឺខ្លាចព្រោះមេរោគហ្នឹងវាផលិតជាតិពុលឲ្យសរសៃប្រសាទយើងភ័យឲ្យខ្លាចឲ្យតក់ស្លុតអញ្ចឹងហើយអាមេរោគហ្នឹងមានពេលខ្លះវាធ្វើឲ្យឡើងខ្លាញ់វាធ្វើឲ្យឡើងស្ករវាធ្វើឲ្យឡើងសម្ពាធឈាមវាធ្វើឲ្យខ្សោយតម្រងនោមខ្សោយថ្លើមខ្សោយប្រមាត់ហើយដល់ពេលយើងខ្លាចយើងចេះតែទុកទៅហើយចេះតែទុកទៅវាកាន់តែជ្រៅទៅមានពេលខ្លះវារលាកដល់សន្លាក់ណាវាធ្វើឲ្យសឹកក្បាលឆ្អឹងគេហៅ OA osteoarthritis គឺឆ្អឹងខ្ចីនឹងតពេកអស់ហើយអាឆ្អឹងក្បាលជង្គង់ហ្នឹងមានមនុស្សខ្លះវាសឹករឆាញ់អស់ហើយពេលហ្នឹងឈឺជង្គង់ចំណុចមួយដែលគួរឲ្យកត់សម្គាល់គឺមនុស្សខ្លាញ់ញុកថ្លើមនៅពេលដែលមានខ្លាញ់ញុកថ្លើមគឺប្រឈមច្រើនណាស់បេះដូងក៏ប្រឈមដែរនៅពេលមានខ្លាញ់ញុកថ្លើមពីព្រោះពេលមានខ្លាញ់ញុកថ្លើមអាចនឹងមានខ្លាញ់រុំបេះដូងដែរ
ហើយពេលដែលមានខ្លាញ់ញោកថ្លើមគឺមនុស្សយើងចាក់ជាតិគីមីពុលទៅតាមប្រមាថអត់បានទេព្រោះយើងដឹងហើយថ្លើមចម្រោះជាតិពុលដែលរត់កាត់ថ្លើមទាំងប្រមាណហ្នឹងគឺចម្រោះជាតិពុលហើយយកទៅចាក់ចោលតាមទឹកប្រមាថដើម្បីឲ្យយើងបត់ជើងធំចេញទៅក្រៅបានហើយអញ្ចឹងពេលដែលខ្លាញ់ញោកថ្លើមចាក់ជាតិពុលអត់អស់ទេពេលដែលចាក់ជាតិពុលអត់អស់អញ្ចឹងហើយណាមួយយើងឡើងគីឡូទៀតធ្វើឲ្យបេះដូងហ្នឹងចុះខ្សោយយើងគ្រាន់តែគិតមើលប៉ុណ្ណេះទៅស្រួលយល់បើសិនជាមៀតយើងប៉ុណ្ណឹងទម្ងន់60គីឡូបេះដូងវាធ្វើការស្រួលតែស្រាប់តែកម្ពស់យើងប៉ុណ្ណឹងស្រាប់តែទម្ងន់ដល់ទៅ80គីឡូអញ្ចឹងយើងលើស20គីឡូហើយអញ្ចឹងបេះដូងរបស់យើងហ្នឹងចិញ្ចឹម60គីឡូនិងចិញ្ចឹម80គីឡូគឺបេះដូងវាហត់ខ្លាំងជាងហើយជាទូទៅនៅក្នុងថ្លើមហើយនិងនៅក្នុងផាលគេហៅដើកនៅក្នុងហ្នឹងមានកោសិកាម៉ូណូនុយក្លេអ៊ែរអាកោសិកាហ្នឹងវាចេះធ្វើទប់ស្កាត់មិនឲ្យយើងកាំងបេះដូងអញ្ចឹងនៅក្នុងថ្លើមសម្បូរកោសិកាអញ្ចឹងណានៅក្នុងខួរឆ្អឹងក៏មានកោសិកាអញ្ចឹងច្រើនដែរនៅក្នុងអណ្ដើកក៏មានកោសិកាអញ្ចឹងដែរនៅពេលដែលជាតិពុលហើយនឹងខ្លាញ់ទៅរំខានអញ្ចឹងអាកោសិកាទាំងអស់ហ្នឹងមិនអាចទៅជួយបេះដូងការពារបេះដូងមិនឲ្យកាំងទេអញ្ចឹងមនុស្សច្រើនណាស់ដែលកាំងបេះដូងគឺមានខ្លាញ់ញោកថ្លើមគេរកទៅឃើញមានខ្លាញ់ញោកថ្លើមនៅពេលដែលគាត់កាំងបេះដូងហើយបើសិនជាយើងមើលមនុស្សដែលកាំងបេះដូងយើងកុំនិយាយថាមនុស្សឈឺបេះដូងដែលអត់ទាន់កាំងដែលគាត់នៅសុកកាំងទៅបាត់កាំងទៅបាត់កាំងទៅបាត់រត់ទៅពេលឲ្យយើងមើលឲ្យគាត់នឹងឲ្យដឹងថាគាត់ឈឺបេះដូងហ្នឹងមិនទាំងមានពេលគ្រប់គ្រាន់ដើម្បីមើលថាគាត់ឈឺបេះដូងផងហ្នឹងគឺភាគច្រើនគឺធាត់ហើយខ្លាញ់ញោកថ្លើមកម្រិតធ្ងន់អញ្ចឹងពេលដែលធាត់ខ្លាញ់ញោកថ្លើមផលវិបាករបស់វាអាចប្រឈមនឹងជំងឺបេះដូងអាចធ្វើឲ្យកាំងបេះដូងវាអាចធ្វើឲ្យយើងរលាកសន្លាក់នៅពេលដែលសន្លាក់របស់យើងត្រ60គីឡូនិងសន្លាក់របស់យើងត្រ80គីឡូគឺខុសគ្នាខុសយ៉ាងម៉េចដូចយើងស្ពាយដុំថ្មឬក៏ស្ពាយបាវអង្គ20គីឡូជានិច្ចអញ្ចឹងវាលើសទម្ងន់អញ្ចឹងវាធ្វើឲ្យសន្លាក់របស់យើងនឹងវាសឹករិចរើវាទ្រុឌទ្រោមខ្លាំងហើយនៅពេលដែលយើងធាត់មិនដែលឃើញថាក្រពះពោះវៀនថ្លើមនឹងប្រមាត់របស់គាត់មានសុខភាពល្អគឺមិនដែលឃើញទេហើយដល់ពេលអញ្ចឹងទៅរំលាយអាហារស្រូបអាហារយកទៅចិញ្ចឹមនិងជួសជុលឆ្អឹងខ្ចីហើយនឹងសន្លាក់ហើយនឹងឆ្អឹងក្បាលជង្គង់ឬក៏ឆ្អឹងមកតួខ្លួនហ្នឹងគឺមិនដែលគ្រប់គ្រាន់ទេអញ្ចឹងអាហារចិញ្ចឹមដើម្បីទ្រទ្រង់ឲ្យមាំទាំហ្នឹងអត់មានតែជាតិពុលយកទៅរំខានមានតែអាស៊ីតយកទៅធ្វើឲ្យរលាកនិងសឹករិចរិលអញ្ចឹងគាត់ក៏ឈឺដែរអញ្ចឹងឯងបានជាទូទៅគ្រូពេទ្យដែលព្យាបាលសន្លាក់ហ្នឹងតែងតែប្រាប់អ្នកជំងឺឲ្យបន្ថយទម្ងន់ប៉ុន្តែគ្រាន់តែប្រាប់ថាឲ្យបន្ថយទម្ងន់មួយម៉ាត់មិនគ្រប់គ្រាន់ទេត្រូវតែឆែករកថាមូលហេតុអ្វីបានខ្ញុំឡើងគីឡូមើលតាំងពីក្បាលដល់ចុងជើងមើលឈាមមើលលាមកមើលទឹកនោមមើលអីកោហើយឈាមហ្នឹងវាមានវិធីវារកច្រើនណាស់ទោះជាច្រើនប៉ុណ្ណាក៏ត្រូវតែរកឲ្យអស់ដែរជាពិសេសអាការដែលយើងស៊ាំជាមួយនឹងអ៊ីនស៊ូលីនដើម្បីដឹងថាស៊ាំច្បាស់ឬមិនច្បាស់គឺត្រូវតែមើលអ៊ីនស៊ូលីនហើយនឹងជាតិស្ករនៅពេលព្រលឹមមិនមែនមើលតែស្ករហើយដឹងទេគឺមើលស្ករនិងអ៊ីនស៊ូលីនហើយមិនមែនមើលតែម្ដងទេមើលមួយអាទិត្យម្ដងឲ្យបាន 2-3 ដងអានឹងកាន់តែច្បាស់ទៀតថាគាត់ថត់ដោយសារ insulin resistance ហើយ insulin resistance ដែលស៊ាំ insulin ហ្នឹងតើស៊ាំស្អីគេមូលហេតុអ្វីបានស៊ាំណាអ្នកខ្លះកោសិកា beta ដែលផលិត insulin ហ្នឹងមានបញ្ហាអ្នកខ្លះទៀតសរីរាង្គមានបញ្ហាអ្នកខ្លះទៀតអាហារវាញុកមានបញ្ហាពេលអញ្ចឹងយើងអាចរកឃើញឲ្យតែយើងព្យាយាមរកហើយឲ្យតែយើងចេះវិភាគគឺយើងនឹងអាចរកឃើញហើយអាស៊ាំអ៊ីនស៊ូលីននឹងហាក់ស៊ាំអ៊ីនស៊ូលីនហ្នឹងគឺថ្ងៃក្រោយគឺកើតទឹកនោមផ្អែមហើយបើកើតទឹកនោមផ្អែមដោយសារស៊ាំអ៊ីនស៊ូលីនមនុស្សនោះមិនអាចគេចផុតពីជំងឺបេះដូងទេគឺនឹងឈឺបេះដូងហើយលោកស្រីវិជ្ជបណ្ឌិតចំមនុស្សខ្លះគាត់ធាត់លើខ្លាញ់ប៉ុន្តែខ្វះស្ករហេតុអីដែរមនុស្សធាត់លើខ្លាញ់ហើយខ្វះស្ករក្នុងករណីហ្នឹងគាត់អាចញ៉ាំស្ករច្រើនពេកជាពិសេសស្ករដែលជ្រាបលឿនពេលដែលគាត់ញ៉ាំស្ករដែលជ្រាបលឿនទៅអ៊ីនស៊ូលីនរបស់គាត់ចេញមកភ្លាមហើយពេលដែលវាចេញមកគឺវាចាប់ស្ករយកទៅលាក់ទុកនៅក្នុងថ្លើមទាំងអស់ណាវាយកស្ករទៅធ្វើជា glycogen គឺស្ករចងជាប់គ្នាយកទៅស្តុកទុកក្នុងថ្លើមស្តុកទុកក្នុងសាច់ដុំអញ្ចឹងបាត់ពីក្នុងឈាមធ្លាក់បាត់គេយកស្ករទៅធ្វើជាខ្លាញ់អញ្ចឹងធ្លាក់បាត់មកពីជ្រាបលឿនពេកស្ករហ្នឹងដូចជាបបរដូចជានំធ្វើពីម្សៅដូចជាទឹកផ្អែមដែលគាត់លេបទើទៅអញ្ចឹងវាឡើងខ្ពស់ពេកអញ្ចឹងមានអ៊ីនស៊ូលីនមិនចេញមកទាំងអស់ចេញមកកំហុកអញ្ចឹងចាប់ស្ករយកទៅលាក់ទុកនៅខាងក្នុងហ្នឹងក៏កំហុកដែរដល់ពេលធ្លាក់ចុះគាត់មិនដឹងធ្វើម៉េចគាត់ទៅញ៉ាំស្ករថែមទៅទៀតណាទៅជាខ្លាញ់ទៅជាកន្លែងកូនយ៉ាងទៀតអញ្ចឹងគាត់នឹងធ្លាក់រហូតហើយនៅទីបំផុតពេញអាងគឺរកកន្លែងទុកលែងមានគឺឡើងស្ករលែងចុះហើយយើងគ្រាន់តែគិតប៉ុណ្ណេះគាត់ញ៉ាំស្ករច្រើនទាំងកៅទាំងចានសួរថាស្ករបាត់ទៅណាមកពីអ៊ីនស៊ូលីនចាប់ស្ករនឹងយកទៅទុកក្នុងសាច់ដុំទុកក្នុងថ្លើមទុកក្នុងសរីរាង្គផ្សេងហើយបើសិនជាយើងចង់ព្យាបាលអាជំងឺធ្លាក់ស្ករអញ្ចឹងតើតែយើងឈប់ញ៉ាំស្ករហើយជាពិសេសអាស្ករដែលជ្រាបលឿនបើមិនបញ្ឈប់ទេគ្មានគ្រូពេទ្យណាអាចមានថ្នាំព្យាបាលវាទេធ្លាប់សម្ភាសអំពីគេហៅថា reactive hypoglycemia ញ៉ាំស្ករកាន់តែច្រើនជ្រាបកាន់តែលឿនធ្លាក់ស្ករកាន់តែលឿន
ហើយអានឹងយូរបណ្ដាលឲ្យកើតទឹកនោមផ្អែមមិនដឹងខ្លួនដោយសារកោសិកាបេតាហ្នឹងគិតទៅពីបញ្ចេញអ៊ីនស៊ូលីនមកបញ្ចេញរហូតហើយមួយថ្ងៃរវៃប្រឹងផលិតអ៊ីនស៊ូលីនដើម្បីបញ្ចុះស្ករដែលជ្រាបលឿននោះទឹកអំពៅទាំងកៅទាំងលីត្រឧទាហរណ៍អញ្ចឹងហើយអញ្ចឹងទៅយូរទៅអាកោសិកាបេតាដែលផលិតអ៊ីនស៊ូលីនរបស់យើងហ្នឹងវាខូចរោងចក្រផលិតហ្នឹងវាខូចដល់ពេលវាខូចគឺលែងមានអ៊ីនស៊ូលីននៅពេលដែលលែងមានអ៊ីនស៊ូលីនគឺកើតទឹកនោមផ្អែមប្រភេទទី1គឺអស់កោសិកាបេតាតែម្ដងហើយនៅពេលដែលយើងដាក់ស្ករច្រើនពេកឲ្យវាធ្វើការហត់ពេកវាមានវិធីជំរើសរបស់វាតែ2គឺទី1ធ្វើអត្តឃាតកើតជំងឺទឹកនោមផ្អែមធ្វើអត្តឃាតឈប់ផលិតអ៊ីនស៊ូលីនឲ្យវាងាប់បាត់ឬមួយក៏វាធ្វើ mutation គឺវាបំរែបំរួលពេលដែលវាបំរែបំរួលពេលនោះគឺកើតមហារីកនំប៉ែងអញ្ចឹងឬមួយក៏វាសម្លាប់ខ្លួនកើតទឹកនោមផ្អែមប្រភេទទី1ឬមួយក៏វាបំលែងខ្លួនទៅជាមហារីកនំប៉ែងហើយមហារីកនំប៉ែងមានកាន់តែច្រើនទៅមានចំនួនកើនឡើងខ្លាំងអានឹងគឺដោយសារអាហារសម្បូរស្ករខ្លាំងពេកហើយនឹងមានជាតិគីមីពុលក៏ច្រើនពេកហើយអ្នកខ្លះពេកទាំងពីរស្រាក៏ច្រើនពេកគីមីក៏ច្រើនពេកម្ហូបអាហារជៀនបំពងក៏ច្រើនពេក barbecue ក៏ច្រើនពេកហើយអាហារសម្បូរស្ករក៏ច្រើនពេកញ៉ាំអាហារល្ងាចឡើងច្រើនមែនតើមានសាច់មានម្ហូបច្រើនមុខហើយទៅថែមនំខេកទៅថែមនំផ្អែមទៅថែមកាហ្វេទឹកដោះគោអញ្ចឹងទៅវាកាន់តែច្រើនទៅអញ្ចឹងអានឹងដូចជំរុញកោសិកាលំពេងឲ្យខូចអញ្ចឹងលោកស្រីជាបណ្ឌិតនេះខ្ញុំចង់ជម្រាបសួរតាក់ទងជាមួយអ្នកញ៉ាំស្រាហេតុអីបានអ្នកខ្លះញ៉ាំទៅធាត់ហើយខ្លះញ៉ាំទៅស្គមចង់ជម្រាបថាអញ្ចេះស្រាធ្វើពីអ្វីស្រាគឺធ្វើអំពីស្ករដូចជាទឹកត្នោតคล้ายជាទឹកត្នោតជូរស្រាសផលិតពីបាយពីដំឡូងសុទ្ធតែប្រភេទស្ករទាំងអស់ស្រាត្រពាំងបាយជូរគឺផលិតពីអីពីផ្លែឈើអញ្ចឹងអានោះក៏មានជាតិស្ករដែរហើយបើយើងមើលរូបមន្តគីមីស្រាហើយនឹងស្ករហ្នឹងគឺយើងឃើញហើយថាវាដូចគ្នាប្រែប្រួលតែបន្តិចណាគឺវាបំលែងតាមរបៀប fermentation គឺវាបំលែងទៅជាអាល់កុលពីស្ករទៅអាល់កុលតែមួយជំហានគត់អញ្ចឹងស្រានិងស្ករគឺមានរូបមន្តតែមួយមានថាមពលខ្ពស់ដូចគ្នាអញ្ចឹងពេលដែលយើងញ៉ាំច្រើនធាត់ដូចយើងញ៉ាំស្ករច្រើនញ៉ាំបាយច្រើនវាធាត់អញ្ចឹងហើយពេលដែលញ៉ាំស្គមញ៉ាំទៅស្គមគឺថ្លើមរបស់គាត់នឹងមិនអាចផលិតសាច់ព្រោះថ្លើមនឹងវាត្រូវបំលែងផលិតទៅជាសាច់ណាដើម្បីឲ្យសាច់ដុំធំធាត់អីអញ្ចឹងណាហើយមានអ្នកខ្លះទៀតហ្នឹងគឺសឹករិចរិលកាពះពោះវៀនសឹកឡើងលែងជ្រាបអាហារអញ្ចឹងគាត់ស្គមហើយពេលហ្នឹងពាក់ព័ន្ធនឹងជំងឺធាត់លោកស្រីចលិតមានប្រសាសន៍ថាវាចំណុចមួយដែលគួរចាប់អារម្មណ៍តាក់ទងនឹងដំណេកគេថាគេងមិនត្រឹមតែចុះការញ៉ាំអាហារដែលពេលយប់អាហ្នឹងវាអាចយើងធ្លាប់បាននិយាយហើយថាមួយថ្ងៃក្នុង24ម៉ោងហ្នឹងញ៉ាំអាហារ3ពេលឬក៏2ពេលឬក៏1ពេលក៏បានដែរតែធ្វើម៉េចញ៉ាំមិនឲ្យលើសពីរយៈពេល8ម៉ោងក្នុង24ម៉ោងហើយឆ្លើយនឹងសំណួររបស់អ្នកមីងគឺថាធ្វើម៉េចកុំឲ្យញ៉ាំលើសពីម៉ោង6បើលើសពីម៉ោង6កុំឲ្យលើសពីម៉ោង7គឺត្រូវឈប់ញ៉ាំម៉ោង7យប់នៅពេលដែលញ៉ាំលើសម៉ោងយប់ជ្រៅពេកធម្មតាប្រព័ន្ធរបស់មនុស្សមានសរសៃប្រសាទ2 sympathetic និង parasympathetic ណាហើយអ្នកដែលបញ្ជាឲ្យយើងរំលាយអាហារគឺសរសៃប្រសាទប្រភេទ parasympathetic ហើយប្រភេទ parasympathetic ហ្នឹងនៅពេលថ្ងៃគឺវាធ្វើការក្នុងការរំលាយអាហារតែពេលយប់គឺវាបិទមិនឲ្យរំលាយអាហារវាធ្វើអីផ្សេងវាទៅធ្វើសាច់ដុំខ្ជិបចឹងទៅវាធ្វើឲ្យយើង relax សាច់ដុំវាធ្វើឲ្យយើងជួសជុលវាធ្វើឲ្យយើងបន្សាបជាតិពុលវាធ្វើឲ្យយើងបង្រៀនប្រព័ន្ធការពាររាងកាយឲ្យចេះសម្រាប់មេរោគឲ្យចេះដើររកកោសិកាមហារីកសម្រាប់កោសិកាមហារីកជាដើមហើយអញ្ចឹងបើសិនជាយើងទៅញ៉ាំអាហារពេលយប់កិច្ចការរបស់វាអត់បានធ្វើអញ្ចឹងហើយវាត្រូវមករំលាយអាហារហើយរំលាយមិនល្អទេអាហារហ្នឹងវារលួយតែរលួយខ្លាចជាជាតិពុលតែជាតិពុលណានៅក្នុងខ្លួនក៏ធាត់ដែរហើយជាតិពុលខ្លះទៀតធ្វើឲ្យពោះវៀនសឹករិចរិលធ្លុះធ្លាយជ្រាបដូចយើងថង់ផ្លាស្ទិកគេយកមកជុលទៅចាក់អញ្ចឹងណាដាក់អាហារដាក់ទឹកចូលទៅហ្នឹងគឺជ្រាបទៅហើយមិនមែនជ្រាបតែអាហារទេជ្រាបទាំងលាមកទៅដែរជ្រាបទាំងមេរោគចូលទៅក្នុងខ្លួនដែរអញ្ចឹងវារលាកហើយវាស្ទះប្រមាត់អាលៀកប្រមាត់អាលៀកទៅសៃឈាមអាលៀកថ្លើមអាលៀកសន្លាក់ទៅដល់ត្រង់ណារលាកត្រង់នោះនៅពេលដែលអាហាររលួយទាំងយប់គឺវាជ្រាបទៅហើយជាទូទៅឲ្យតែព្រះអាទិត្យលិចបានតែ1ម៉ោងទៅ2ម៉ោងគឺ sympathetic គេបិទដែរអញ្ចឹងគេបើក parasympathetic ដែលយើងត្រូវគេងត្រូវសម្រាកត្រូវជួសជុលរាងកាយជួសជុលសន្លាក់សម្រាប់មេរោគសម្រាប់កោសិកាមហារីកចឹងឯងបាននៅពេលដែលយើងអត់ដេកយូរក៏អាចនឹងកើតកោសិកាមហារីកមកដែរពេលដែលយើងដេកអត់គ្រប់ហើយជាពិសេសដេករំលងអាធ្រាត្រហើយបានចូលដេកអញ្ចឹងការខូចខាតការសឹករិចរិលឬក៏ជាតិពុលអីផ្សេងគឺប្រព័ន្ធ parasympathetic អ្នកធ្វើហើយគ្រាន់តែខ្ញុំចង់ប្រាប់ថាចេះបើមានអាហារក្នុងហ្នឹងគឺជួសជុលអត់បានបន្សាបជាតិពុលអត់កើតគឺត្រូវរំលាយអាហារសិន
ដល់ពេលចឹងវារំខានគ្នាចឹងយើងមិនអាចញ៉ាំអាហារនៅពេលយប់ទេបើសិនជាយើងញ៉ាំអាហារនៅពេលយប់អាប្រតិកម្មបន្សាបជាតិពុលអាប្រព័ន្ធការពាររាងកាយសម្រាប់មហារីកសម្រាប់កោសិកាមហារីកសម្រាប់មេរោគបន្សាបជាតិពុលបញ្ចេញចោលទៅខាងក្រៅអីហ្នឹងត្រូវបានរំខានហើយរាំងស្ទះទាំងអស់គិតតែពីរំលាយអាហារអត់បានធ្វើអីផ្សេងទេហើយបើសិនជាពេលហ្នឹងយើងយកពេលចូលដេករំលងអាត្រៀតហ្នឹងមុននឹងដេករំលងអាត្រៀតហ្នឹងទៅស៊ីផឹកតាស៊ីផឹកសុទ្ធតែរបស់ធម្មពលទាំងអស់ខ្ញុំមិនដែលឃើញមនុស្សណាស៊ីផឹកឲ្យញ៉ាំក្តាប់អំពិលជាលក់អំបិលទេម្នាក់ហ្នឹងជៀនបំពងខ្វៃមន់ខ្វៃជ្រូកខ្វៃស្អីតាមចិត្តគេចឹងទៅណាហើយនំគេថែមទៀតណាព្រោះពេលខ្លះញ៉ាំស្រាហ្នឹងវាធ្លាក់ជាតិស្ករដល់ពេលចឹងទៅម្នាក់ហ្នឹងនាំគ្នាខំប្រឹងបន្ថែមណាហើយជួនកាលនាំគ្នាផឹកដល់ម៉ោងរំលងអាត្រៀតអីគិតទៅពីជលកៅភ្លេចខ្លួនហ្នឹង1ម៉ោងហើយ1ម៉ោងទៀតអត់បានគេងផងហើយអាហារនៅឲ្យលួយពេញពោះផងហើយអូមានរឿងច្រើនណាស់អាហ្នឹងហើយបើសិនជាអត់ធាត់អត់ញុកខ្លាញ់ហើយអត់ឈឺបេះដូងបានចម្លែកលោកស្រីវិជ្ជបណ្ឌិតអាចជំរាបបានទេផលប៉ះពាល់ណាគាត់នៃអ្នកកើតជំងឺធាត់ហ្នឹងកើតអីខ្លះมันមានមនុស្សណាដែលធាត់ហើយគ្មានផលប៉ះពាល់ទេក៏ប៉ុន្តែគ្រាន់តែផលប៉ះពាល់ហ្នឹងវាមានកម្រិតវាផ្សេងគ្នានិយាយអញ្ចឹងមិនមែនមានន័យថាមនុស្សធាត់ទាំងអស់សុទ្ធតែឈឺទាំងអស់ទេមានមនុស្សមិនធាត់ក៏ឈឺដែរហើយមនុស្សស្គមហ្នឹងក៏ឈឺដែរក៏ប៉ុន្តែយើងនិយាយអំពីជំងឺខ្លះដែលកើតនៅលើខ្លួនមនុស្សធាត់ណាដូចជាគាត់កើតទឹកនោមផ្អែមគាត់លើសឈាមគាត់លើសខ្លាញ់គាត់ខ្សោយបេះដូងគាត់ឈឺសន្លាក់គាត់ខ្សោយតម្រងនោមគាត់ខ្សោយខួរក្បាលគាត់អាចនឹងប្រឈមការកើតមហារីកឧទាហរណ៍ដូចជាមហារីកខួរក្បាលមហារីកលំពេងមហារីកពោះវៀនធំមហារីកថ្លើមណាគាត់អាចសឹករិចរលសរសៃឈាមអាចធ្វើឲ្យសរសៃឈាមបេះដូងរបស់គាត់នឹងក្រិនឬក៏ស្ពាតធ្វើឲ្យសរសៃឈាមខួរក្បាលរបស់គាត់នឹងដូចគ្នាអញ្ចឹងជួនកាលសរសៃឈាមសរីរាង្គភេទជួនកាលសរសៃឈាមជើងអញ្ចឹងធ្វើឲ្យចុកជើងអីអញ្ចឹងទៅធ្វើឲ្យបាត់អារម្មណ៍ផ្លូវភេទរលីងអីអញ្ចឹងទៅជាពិសេសបុរសដែលគាត់បាត់អារម្មណ៍ផ្លូវភេទខ្លះគាត់អាចពាក់ព័ន្ធជាមួយនឹងសរសៃឈាមដែលនាំឈាមទៅចិញ្ចឹមសរីរាង្គភេទហើយមនុស្សខ្លះទៀតវាទៅខូចអាសរសៃឈាមចិញ្ចឹមតិចអញ្ចឹងធ្វើឲ្យគាត់ហុងតិចធ្វើឲ្យគាត់ថ្លង់តិចអីក៏មានដែរហើយការដែលគាត់ឈឺសន្លាក់មានអ្នកខ្លះហ្នឹងសន្លាក់ឆ្អឹងខ្នងធ្វើឲ្យឈឺចង្កេះណាហើយណាមួយពេលដែលយើងថត់គ្រាន់តែយើងគេងផ្ងាអាពោះរបស់យើងធំហ្នឹងសង្កត់លើឆ្អឹងខ្នងហ្នឹងជួនកាលពោះហ្នឹង20គីឡូអីអញ្ចឹងសង្កត់ទៅលើឆ្អឹងខ្នង20គីឡូដូចយកដុំថ្ម20គីឡូ10គីឡូទៅសង្កត់ពីលើមកយប់ទៅភ្លឺអញ្ចឹងគាត់អាចនឹងឈឺចង្កេះដែរហើយពេលដែលគាត់ដើរធម្មតានៅកន្លែងឆ្អឹងកងខ្នងហ្នឹងវាអែនហើយដល់ពេលពោះវាធំវាទាញទៅមុខអញ្ចឹងវាធ្វើឲ្យពេលដែលយើងដើរយើងឈរហ្នឹងវាទាញទៅមុខកាន់តែធ្ងន់ទៀតអញ្ចឹងអាហ្នឹងក៏ពេលដើរក៏ឈឺពេលដេកក៏ឈឺប៉ះពាល់ទៅលើឆ្អឹងខ្នងខ្លាំងហើយនៅកន្លែងឆ្អឹងខ្នងហ្នឹងតើកាលណាឆ្អឹងខ្នងយើងរលាកវាធ្វើឲ្យធ្លាក់អុកម៉ូនភេទបុរសឬក៏ធ្លាក់អុកម៉ូនភេទស្ត្រីពីព្រោះនៅកន្លែងនោះតើកាលណាមានអីប៉ះពាល់ទៅលើអាចង្កេះហ្នឹងនៅក្បែរចង្កេះហ្នឹងវាមានសាច់ដុំមួយដែលគេត្រកន្លែងដែលគេផលិតអុកម៉ូនភេទមិនថាបុរសមិនថាស្ត្រីហើយផលិតអីទៀតផលិត neurotransmitter ដើម្បីទប់ខួរក្បាលរបស់យើងឲ្យវាងវៃឲ្យចេះសប្បាយចិត្តកុំឲ្យយើងកើតជំងឺបាក់ទឹកចិត្តកុំឲ្យយើងកើតជំងឺភ័យខ្លាចអញ្ចឹងនៅកន្លែងនោះតែកាលណាចង្កេះឈឺអត់មានអីទប់ទេអាចចម្លក់ក្នុងនោះវាខ្សោយអញ្ចឹងនៅពេលដែលអត់មានអីទប់អាកពេញដែលត្រូវផលិតអារោងចក្រដែលត្រូវផលិតហ្នឹងវាផលិតអត់បានគ្រប់គ្រាន់ទេហើយវាឆាប់ខូចណាស់ដល់ពេលអញ្ចឹងទៅពេលដែលខ្វះអុកម៉ូនហ្នឹងទៅវាធ្វើឲ្យគាត់នោះប្រែប្រួលមិនខ្លះបើបរោះហ្នឹងអាចនឹងបាត់ទំនុកចិត្តលើខ្លួនឯងបាត់សេចក្តីក្លាហានឡើងជាតិស្ករព្រោះខ្ញុំធ្លាប់ជម្រាបហើយថាអុកម៉ូនភេទបុរសក៏ដោយអុកម៉ូនភេទស្ត្រីក៏ដោយលើយើងនិយាយពីអុកម៉ូនភេទបុរសអញ្ចឹងអានោះវាយកស្ករទៅធ្វើធម្មពលវាយកខ្លាញ់ទៅធ្វើធម្មពលអញ្ចឹងទៅវាធ្លាក់ស្ករធ្លាក់ខ្លាញ់តែគាត់មានធម្មពលខ្ពស់តែបើសិនជាគាត់មានអត់គ្រប់ទេគឺខ្លួនគាត់សាច់ដុំធំប៉ុណ្ណានៃមៀតប៉ុណ្ណានៃហ្នឹងគាត់អត់មានកម្លាំងទេយូរអីបន្តិចក៏ឈឺដែរដោយមនុស្សស្រីចឹងមានតែសាច់ដុំធំចឹងតែយូរអីអត់កើតទេណាហើយតែធ្វើអីបន្តិចឡើងឈាមធ្វើអីបន្តិចឡើងស្ករញ៉ាំអីច្រើនបន្តិចឡើងស្ករឡើងខ្លាញ់ឡើងអាស៊ីតទៀតអញ្ចឹងពេលដែលធាត់វាធ្វើឲ្យយើងកាន់តែធាត់ទៅណាបើយើងអត់ចេះទប់ស្កាត់អត់ចេះព្យាបាលយើងអត់ដឹងចាប់ពីត្រង់ណាទៅអញ្ចឹងអាធាត់ហ្នឹងវាធ្វើឲ្យកាន់តែធាត់ទៅតែម្ដងហើយពេលដែលយើងអត់ចេះទប់ស្កាត់អាធាត់ទៅហ្នឹងគឺយូរទៅធ្វើឲ្យមនុស្សលែងខ្វល់ថាខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីសម្រកទម្ងន់អាការបដិញ្ញាចិត្តរបស់គាត់ហ្នឹងមិនគ្រប់គ្រាន់ព្រោះគាត់មិនដឹងថាធ្វើយ៉ាងម៉េចអញ្ចឹងបានត្រូវតែត្រួតពិនិត្យសុខភាពថាធាត់ដោយសារអីហើយត្រូវធ្វើអ្វីបានឈប់ធាត់ហើយឲ្យមានការបដិញ្ញាចិត្តផងបើគ្មានការបដិញ្ញាចិត្តទេគ្មានគ្រូពេទ្យណាជួយយើងបានទេហើយមួយទៀតចង់ប្រាប់ថាមនុស្សខ្លះគាត់ថាគាត់ស្រួលខ្លួនប៉ុន្តែគាត់អត់បានធ្វើអីឲ្យគាត់ហត់ធ្វើអីឲ្យគាត់ឈឺជង្គង់គឺគាត់ធ្វើការងារស្រាលហើយជួនកាលគាត់អត់ទាំងធ្វើអីទៀតដល់ពេលអញ្ចឹងទៅគាត់ដឹងថាគាត់ឈឺជង្គង់គាត់ដឹងថាគាត់ឈឺចង្កេះឬមួយក៏គាត់អស់កម្លាំងអីគាត់អត់ដឹងទេថប់ទាំងហើមឆាប់ហត់អីគឺគាត់អត់ដឹងទាំងអស់គាត់គិតតែម្យ៉ាងថាគាត់មិនឈឺអីទេពេលដែលគាត់អត់ទៅពីគ្រូពេទ្យដើម្បីរកជំងឺ
ជួនកាលគាត់មានទឹកនោមផ្អែមនៅហ្នឹងជួនកាលគាត់លើសឈាមនៅហ្នឹងជួនកាលគាត់ខ្សោយតម្រងនោមនៅហ្នឹងជួនកាលគាត់កើតជំងឺកាពះពោះវៀនជំងឺខ្លាញ់ញក់ថ្លើមជំងឺប្រមាត់ជួនកាលកើតមិនចេះតិចទេគ្រប់គ្រឿងក្នុងគាត់អាចខ្សោយគ្រប់គ្រឿងក្នុងទាំងអស់គ្រប់ប្រព័ន្ធទាំងអស់ក៏ប៉ុន្តែគាត់អត់ទៅពេទ្យគាត់គិតថាគាត់អត់ឈឺណាមិនមែនថាយើងមិនទៅពេទ្យហើយយើងអត់ឈឺអីហើយមិនមែនថាពេទ្យឲ្យយើងលេបថ្នាំហើយយើងអត់លេបយើងឆ្លើយថាយើងអត់ឈឺអីអានឹងអត់ត្រឹមត្រូវទេណាអញ្ចឹងយើងខ្លួនយើងនឹងត្រូវស្គាល់ខ្លួនយើងឲ្យច្បាស់ថាខ្លួនយើងនឹងប្រកាសជាអត់មានជំងឺដែរទេជាពិសេសនិយាយមែនតើមនុស្សណាក៏ដោយក៏មានជំងឺដែរប៉ុន្តែអត់មានគុណភាពជីវិតខ្ពស់និយមនៃអ្នកដែលមានសុខភាពល្អមិនមែនអ្នកដែលអត់ជំងឺទេគឺអ្នកដែលមានជំងឺហើយយើងគ្រប់គ្រងជំងឺបានហើយមានគុណភាពជីវិតខ្ពស់អញ្ចឹងឲ្យយើងគិតថាយើងមានគុណភាពជីវិតខ្ពស់គឺយើងទ្រាំទ្រការលំបាកបានច្រើនណាស់យើងហាត់ប្រាណក៏បានច្រើនយើងធ្វើអ្វីក៏បានច្រើនទោះជាលំបាកស្មុគស្មាញប៉ុណ្ណាក៏យើងនៅតែក្រោកឈរបានក៏យើងនៅតែមានស្មារតីរឹងប៉ឹងក៏យើងនៅតែមានកម្លាំងទប់ទល់អាហ្នឹងបានហៅគុណភាពជីវិតខ្ពស់ទោះជាអ្នកណាក៏ដោយក៏មានជំងឺដែរលោកស្រីវិជ្ជបណ្ឌិតចុះសម្រាប់អ្នកស្គមវិញមនុស្សខ្លះគាត់ស្គមបើសិនជាស្គមយើងឆែកមើលទៅយើងមិនមានជំងឺណាដែលបង្កឲ្យយើងស្គមទេហើយមិនកាន់តែស្គមទៅទេអានឹងអូខេគឺរៀងយើងប៉ុណ្ណឹងហើយយើងស្រួលខ្លួនប៉ុណ្ណឹងយើងនៅអញ្ចឹងប៉ុន្តែខ្ញុំសូមប្រជាពលរដ្ឋយើងនឹងកុំលែបខាយឲ្យអ្នកស្គមនៅសុកអីស្គមមិនហេះឈឺអីហ្នឹងមានមនុស្សខ្លះដែលមកជួបខ្ញុំស្រក់ទឹកភ្នែកជាច្រើនអ្នកខឹងណាស់ដែលគេចេះតែស្ដីឲ្យថាគាត់ស្គមគាត់ខ្មាស់គេប៉ុន្តែគាត់មកប្រាប់ខ្ញុំថាគាត់ស្រួលខ្លួនណាស់ហើយបើគាត់ថត់តាំងតិចគាត់ពិបាកក្នុងខ្លួនអញ្ចឹងខ្ញុំសូមថាទី1អ្នកស្គមនោះឲ្យតែខ្លួនស្រួលខ្លួនមិនឈឺអីមិនមានជំងឺអ្វីមួយដូចជាលបែងឬក៏កើតមហារីកឧទាហរណ៍ឬក៏កើតទឹកនោមផ្អែមប្រភេទទី1អញ្ចឹងបើយើងអត់មានអាជំងឺប្រភេទអញ្ចឹងឬក៏ព្រូនសាល់ល្អិតតេញ៉ាអញ្ជក់ឈាមអីបើអត់មានអានឹងកុំខ្វល់អ្នកណាថាអីថាទៅណាហើយអ្នកដែលឃើញគេស្គមនឹងកុំមាត់ពីព្រោះឥឡូវហ្នឹងខ្ញុំឃើញមនុស្សដែលឈឺច្រើនគឺមិនមែនមនុស្សស្គមទេគឺមនុស្សដែលធាត់ហើយអ្នកខ្លះខ្លួនមានប៉ុណ្ណាណីធំប៉ុណ្ណាណីណាធំទៅហើយទៅថាឲ្យនៅមុខខ្ញុំហ្នឹងថាឲ្យទាំងខ្ញុំទៀតថាឲ្យទាំងកូនខ្ញុំទៀតថាមិនព្រមនាំគ្នាប្រឹងស៊ីយូរទៅស្គមទៅតៃលវៃថាឲ្យនៅមុខខ្ញុំហ្នឹងក៏មានដែរណាហើយមានមនុស្សច្រើនណាស់ដែលថាអញ្ចឹងនឹងប៉ះខ្ញុំមិនខ្វល់ប៉ុន្តែអ្នកខ្លះមកយំនៅមុខខ្ញុំឡើងស្រក់ទឹកភ្នែកហើយខ្ញុំលួងគាត់អញ្ចឹងទៅថាកុំឲ្យខ្វល់ជាមួយនឹងគេថាអីក៏ថាទៅសំខាន់ជាងគេឲ្យយើងស្រួលខ្លួនយើងគ្មានជំងឺបេះដូងយើងគ្មានជំងឺទឹកនោមផ្អែមយើងគ្មានជំងឺរលាកសន្លាក់យើងគ្មានជំងឺផ្លូវចិត្តយើងគ្មានរបេងគ្មានសត្វល្អិតគ្មានព្រូនតេញ៉ាចិញ្ចក់ឈាមគ្មានមហារីកហើយប៉ុណ្ណឹងរកអីទៀតសុបាយចិត្តទៅកុំស្រក់ទឹកភ្នែកតែបើនៅសុកស្រាប់តែស្គមទៅមើលជួនកាលកើតទឹកនោមផ្អែមប្រភេទទី1នៅពីព្រោះទឹកនោមផ្អែមប្រភេទទី1អត់មានជាតិអ៊ីនស៊ូលីនទេអញ្ចឹងយកស្ករធ្វើថាមពលក៏អត់បានយកខ្លាញ់ទៅបំបែកធ្វើថាមពលអាចនឹងមិនកើតដែរហើយញ៉ាំអីចូលទៅដែលត្រូវយកទៅធ្វើឲ្យធាត់នោះអត់មានអ៊ីនស៊ូលីនអត់ធាត់ទេសាច់ដុំស្វិតអស់ហើយយកសាច់ដុំរបស់ខ្លួនឯងទៅបំបែកជាអាហារនឹងស្គមលឿនណាអ្នកខ្លះទៀតស្គមដោយសារការកើតរបេងអ្នកខ្លះស្គមដោយសារផ្ទុកមេរោគដាំរៃនៅក្នុងមាត់ធ្មេញនៅក្នុងតម្រងនោមនៅក្នុងប្លោកនោមនៅក្នុងប្រមាត់ក្នុងកាពះពោះវៀនអ្នកខ្លះទៀតកើតមហារីកអញ្ចឹងអ្វីត្បិតតែវាកម្រកើតមានតែឥឡូវនេះឧស្សាហ៍ឃើញដែរនៅសុកស្រាប់តែស្គមជាពិសេសស្គមនៅពេលដែលយើងមិនបានធ្វើអ្វីឲ្យស្គមឧទាហរណ៍ថាបើប្រឹងអត់អាហារប្រឹងហាត់ប្រាណប្រឹងធ្វើរេជីមគឺកាត់បន្ថយអាហារដែលមានថាមពលខ្ពស់ហើយស្រាប់តែស្គមអានឹងអត់អីទេតែបើអត់មានមូលហេតុអីផងស្រាប់តែសុកស្គមអានឹងត្រូវទៅរកគ្រូពេទ្យហើយលោកស្រីវិជ្ជបណ្ឌិតអញមុនហ្នឹងលោកស្រីវិជ្ជបណ្ឌិតមានប្រសាសន៍ថាមនុស្សធាត់ហ្នឹងប្រឈមនឹងជំងឺច្រើនមុខក្នុងនោះខ្ញុំចាប់អារម្មណ៍ជាមួយនឹងជំងឺបេះដូងដែលលោកស្រីវិជ្ជបណ្ឌិតមានប្រសាសន៍ថាខ្សោយបេះដូងបញ្ហាខ្សោយបេះដូងហ្នឹងយ៉ាងម៉េចដែរហើយជំងឺបេះដូងសប្តាហ៍ថ្ងៃនេះខ្ញុំឃើញរីករាលដាលលឿនណាស់ម្នាក់នាំគ្នាភ័យខ្លាចកូវីដតែមកទល់ពេលនេះចំនួនកូវីដនៅប្រទេសកម្ពុជាមានតិចជាងគេហើយมันមានមនុស្សណាស្លាប់ដោយសារកូវីដទេប៉ុន្តែជំងឺបេះដូងច្រើនណាស់សូម្បីតែក្នុងចំណោមគ្រូពេទ្យក៏ដោយហើយមានមនុស្សខ្លះគ្មានរោគសញ្ញាទេគ្រាន់តែមានអារម្មណ៍ថាខ្លួនអស់កម្លាំងអ្នកខ្លះគ្រាន់តែថាដូចមិនស្រួលខ្លួនទៅមើលទៅកំពុងកាំងបេះដូងហើយអ្នកខ្លះទៀតគាត់ឈឺពោះពីព្រោះសរសៃប្រសាទនៅពេលដែលយើងកាំងបេះដូងប្រភេទផ្នែកខាងក្រោមគេហៅ inferior wall នៅផ្នែកខាងក្រោមនៃបេះដូងហ្នឹងវាជាប់ជាមួយនឹងកាពះអញ្ចឹងពេលដែលឈឺគឺស្មានតែខ្លួនឈឺកាពះអញ្ចឹងបាននៅប្រទេសច្រើនគ្រប់ប្រទេសដែលខ្ញុំធ្លាប់ឃើញគឺកន្លែងព្យាបាលបេះដូងនិងកន្លែងព្យាបាលកាពះនៅទល់មុខគ្នារហូតទល់មុខគ្នាទ្វារបើកទល់មុខគ្នាហ្មងអាមន្ទីរពេទ្យធំហ្នឹងគឺតែប្រហែលជំហានទេចេញពីបេះដូងទៅដល់កាពះចេញពីកាពះទៅដល់បេះដូងហើយផ្នែកខាងក្នុងកន្លែងវះកាត់ហ្នឹងមានបន្ទប់វារួមតែម្ដងចេញចូលពីបេះដូងទៅកាពះពីកាពះទៅបេះដូងហ្នឹងតែម្ដងដោយសារជំងឺពីរហ្នឹងច្រឡំគ្នាហើយបើនៅបារាំងវិញ
ពេលដែលទៅធ្វើ scan បេះដូងគេសួរថាមានឈឺកាពះអត់ហើយកន្លែងខ្លះគេសួរថាមក scan បេះដូងហ្នឹងដោយសារគាត់ឈឺកាពះឬមួយក៏ដោយសារគាត់ឈឺបេះដូងឬឈឺទ្រូងពីព្រោះអាពីរហ្នឹងវាច្រឡូកច្រឡំចូលគ្នាអញ្ចឹងឯងបានតែវាច្រឡំគ្នាខ្លាំងហើយជាពិសេសនៅពេលដែលយើងស៊ីផឹកច្រើនមានមេរោគច្រើនអាស៊ីផឹកអាហារធម្មពលអាខ្លាញ់ញុកថ្លើមអាមេរោគច្រើនហ្នឹងវាឈឺទាំងពីរកន្លែងអាកាពះពោះវៀនក៏ឈឺអាបេះដូងក៏ឈឺអញ្ចឹងទៅជំងឺពីរហ្នឹងដូចកូនភ្លោះចឹងឥឡូវมันអាចមើលកាពះរំលងបេះដូងហើយក៏มันអាចមើលបេះដូងរំលងកាពះហើយអញ្ចឹងនៅពេលដែលយើងមានបញ្ហាកាពះពេលដែលយើងមានបញ្ហាលើសឈាមបូកជាមួយឬមួយក៏យើងមានជំងឺធាត់ឬមួយក៏យើងមានជំងឺបេះដូងដែរតែលាក់កំបាំងស្គរឡើងដែរតែយើងអត់ញ៉ាំថ្នាំអីអាហ្នឹងពេលដែលយើងឈឺអីក៏ដោយអាហ្នឹងទៅពេទ្យកាឡាម៉ែតទៅនៅពេទ្យកាឡាម៉ែតហ្នឹងគឺគេអាចសង្គ្រោះយើងបានភ្លាមហើយមានពេលខ្លះទោះបីជាគេសង្គ្រោះបានលឿនប៉ុណ្ណាក៏ដោយជួនកាលយើងទៅយឺតខ្លួនឯងហើយជួនកាលទៀតយើងអត់មានពេលឲ្យគេគ្រប់គ្រាន់ព្រោះអាកាំងបេះដូងហ្នឹងនៅសុកកំពុងបើកឡានក៏អាចកាំងកំពុងតែជិះកង់ក៏អាចកាំងកំពុងតែដេកលក់ខ្លួនឯងក៏អាចកាំងមានអ្នកខ្លះគាត់មានអារម្មណ៍ថាឈឺពោះគិតថាគាត់បត់ជើងធំប៉ុន្តែពេលដែលគាត់ទៅកន្លែងបត់ជើងធំទៅប្រឹងបត់ជើងធំទៅដួលស្លាប់នៅក្នុងកន្ទប់ទឹកជួនកាលគេជួយទាន់ជួនកាលគេជួយអត់ទាន់ទេគាត់គិតថាគាត់ឈឺពោះបត់ជើងធំហើយពេលទៅដល់ប្រឹងហើយគេអត់ឲ្យប្រឹងទេណាអ្នកជំងឺដែលកំពុងខ្សោយបេះដូងអីគេអត់ឲ្យយើងក្តៀនទេតែក្តៀនប្រឹងហើយតែប្រឹងអាចមានបញ្ហាធ្ងន់ដល់បេះដូងហើយលោកស្រីចាំដែរនិយាយជារួមជំងឺបេះដូងនោះអត់មានរោគសញ្ញាឬក៏យ៉ាងម៉េចជាទូទៅមានណាគឺមានការឈឺទ្រូងអីអញ្ចឹងអាហ្នឹងចាំយើងសម្ភាសផ្សេងក៏ប៉ុន្តែមនុស្សខ្លះអត់មានទេជាពិសេសកើតឡើងចំពោះមនុស្សដែលមានជំងឺ autonomic neuropathy គឺវាស្ពឹកគឺអាសរសៃប្រសាទដែលត្រូវប្រាប់យើងឲ្យដឹងថាយើងឈឺបេះដូងឈឺកន្លែងបេះដូងឈឺកន្លែងទ្រូងហ្នឹងគឺវាស្ពឹកដោយយើងស្ពឹកដៃស្ពឹកជើងចឹងអត់ដឹងជាតិស្ករជាតិពុលឲ្យខ្លាញ់រុំយូរទៅគឺវាស្ពឹកអាសរសៃមួយហ្នឹងគឺមិនឲ្យព័ត៌មានទេក្រៅពីអស់កម្លាំងពិបាកក្នុងខ្លួនហើមពោះឆ្អល់វិលមុខធីងធងចង់ក្អួតអីហ្នឹងឆាប់ហត់អីទាំងអស់ហ្នឹងលោកស្រីវិជ្ជបណ្ឌិតតាមប្រសាសន៍របស់លោកស្រីវិជ្ជបណ្ឌិតមានប្រសាសន៍មិញជំងឺបេះដូងអាការៈរោគមួយគឺច្រឡំនឹងជំងឺកាពះពោះវៀនក្នុងករណីបែបហ្នឹងជាជំងឺបេះដូងក្នុងកម្រិតណាដែរលោកស្រីវិជ្ជបណ្ឌិតជាទូទៅពេលដែលយើងមានជំងឺកាំងបេះដូងហើយវាជាជញ្ជាំងផ្នែកខាងក្រោមដែលធ្វើយើងច្រឡំថាយើងឈឺកាពះហ្នឹងអាហ្នឹងជាទម្រង់មួយពិបាកសង្គ្រោះណាស់ខ្ញុំមើលស្ថិតិបើសិនជាមាន100នាក់អាចសង្គ្រោះបានត្រឹមតែ4នាក់អីទេហើយក្នុងចំណោម4ហ្នឹងមានម្នាក់អាចនឹងស្លាប់ទៅវិញក្នុងរយៈពេល24ម៉ោងទោះបីជាគេសង្គ្រោះឆក់បេះដូងរៀបចំព្យាបាលត្រឹមត្រូវអស់ហើយនឹងក៏ហើយក៏ដោយអរគុណលោកស្រីវិជ្ជបណ្ឌិតចាជាចុងក្រោយនេះមានអីណែនាំដើម្បីសុខភាពជាចុងក្រោយទៀតទេលោកស្រីវិជ្ជបណ្ឌិតឥឡូវយើងនិយាយអំពីដំណោះស្រាយដែលងាយជាងគេយើងកុំញ៉ាំច្រើនតែញ៉ាំច្រើនលាមុខច្រើនហើយតែលាមុខច្រើនមួយថ្ងៃជូរបានតែម្ដងហើយអ្នកខ្លះជូរមិនអស់អ្នកខ្លះ2-3ថ្ងៃ 4-5 ថ្ងៃបានជូរម្ដងអញ្ចឹងវាពុលលាមុខខ្លួនឯងអញ្ចឹងវាធាត់ហើយវាខ្សោយគ្រឿងក្នុងទាំងអស់ខ្សោយថ្លើមខ្សោយប្រមាត់ខ្សោយតម្រងនោមរឿងអីបេះដូងមិនខ្សោយខួរក្បាលមិនខ្សោយហើយកុំនាំគ្នាស៊ីផឹកដល់រំលងអាធ្រាត្រត្រូវបង្កើនការហាត់ប្រាណហើយមុនហាត់ប្រាណហ្នឹងកុំតែញ៉ាំផ្លែឈើកុំតែញ៉ាំអាហារមុនហាត់ឲ្យសោះគឺឲ្យពោះនឹងទទេ2ម៉ោង3ម៉ោងទៅហើយបើសិនជាមិនបានហាត់អីយ៉ាងហោចបំផុតងើបដើរហើយដើរនឹងតែ2នាទីហើយបើអត់មានពេលដើរ2នាទីលើកដៃលើកជើងតែ20វិនាទីក៏បានដែរណា1ម៉ោងធ្វើម្ដងកន្លះម៉ោងធ្វើម្ដងអីទៅតាមការគួរអញ្ចឹងទៅមិនអាចថាអង្គុយរហូត 3-4 ម៉ោងហ្នឹងទេហើយហាត់ប្រាណហើយហ្នឹងកុំឃ្លានហើយតែញ៉ាំអីភ្លាមយើងចាំឲ្យរាងកាយរបស់យើងនឹងយកខ្លាញ់យកស្ករចេញពីក្នុងថ្លើមយកមកបំលែងទៅជាថាមពលសិនកុំឲ្យវាញុកពេញនឹងតែញុកពេញនឹងហើយអ្វីដែលញុកបន្ទាប់គឺជាតិពុលมันអាចចាក់ចោលតាមលាមកបានអញ្ចឹងទៅជាតិពុលនឹងវាសល់ពេញខ្លួននឹងវាពុលដល់ស្បែកពុលដល់ខួរក្បាលពុលបេះដូងពុលតម្រងនោមជាដើមហើយអាការជៀនបំពងខ្វៃអាំងអីហ្នឹងកាត់បន្ថយទៅមួយខែម្ដងអីទៅបានហើយมันអាចញ៉ាំរាល់ថ្ងៃទេឬមួយក៏មួយអាទិត្យ 2-3 ដងទេហើយការហាត់ប្រាណហ្នឹងបើអត់មានពេលមិនចាំបាច់ហាត់ច្រើនទេហាត់តាមរបៀបយូហ្គាបើកតែ YouTube ទៅ5នាទី8នាទី10នាទីណាមួយថ្ងៃម្ដង2ដងឬក៏3ដងឲ្យតែខ្លួនមានពេលទំនេរកាត់បន្ថយ Facebook ទៅមើលសុខភាពមាត់ធ្មេញកុំឲ្យដង្កូវស៊ីធ្មេញកុំឲ្យរាក់ស៊ីធ្មេញកុំឲ្យរលាកអញ្ចាញធ្មេញនិងកុំឲ្យមានធ្មេញរលួយនៅក្នុងមាត់ហើយបើមានជាតិអាម៉ាល់ហ្គាំអាហ្នឹងពណ៌វាដូចពណ៌ប្រាក់អញ្ចឹងគេយកទៅប៉ះធ្មេញអាហ្នឹងឆាប់ពីគ្រោះជាមួយគ្រូពេទ្យទៅអាចយកវាចេញបានយកឲ្យលឿនទៅវាពុលអាហ្នឹងព្រូនសត្វល្អិតតេញ៉ាបើមានទម្លាក់ចេញទៅផ្សិតក៏ទម្លាក់ដែរព្រោះផ្សិតហ្នឹងផលិតជាតិពុលច្រើនណាស់ដូចយើងផឹកស្រាអញ្ចឹង
ការប្រើប្រាស់ជាតិពុលផ្សេងដូចជាយើងលាបថ្នាំសក់ទឹកអប់គ្រប់ម៉ាកគ្រប់ប្រភេទអ្នកខ្លះដុតសម្រាមទៀតអ្នកខ្លះទៀតគាត់ដុតធូបមូសទៀតអ្នកខ្លះដុតធូបចឹងអាហ្នឹងគួរតែកាត់បន្ថយទៅអាជាតិពុលទាំងអស់ហ្នឹងសិតតែធ្វើឲ្យយើងធាត់ទាំងអស់ហ្នឹងកាត់បន្ថយការញ៉ាំបើមិនបន្ថយចំនួនក៏ឲ្យទៅសុំបន្ថយពេលបើមួយថ្ងៃញ៉ាំ6 7ដងញ៉ាំតែ3ដងសិនទៅហើយអាចនឹងញ៉ាំឲ្យឆ្អែតគួរសមបានមិនមែនឆ្អែតឡើង2 3ដងទេណាអ្នកខ្លះញ៉ាំមួយដងហ្នឹងមិនមែនឆ្អែតសម្រាប់ម្នាក់ឯងទេបើយកទៅញ៉ាំមនុស្ស3នាក់ក៏ឆ្អែតដែរចិញ្ចឹមមនុស្ស3នាក់រស់អញ្ចឹងយើងញ៉ាំឆ្អែតហ្នឹងគឺឆ្អែតក្នុងកម្រិតថាចិញ្ចឹមយើងមួយឆ្អែតហ្នឹងណាឲ្យបាន3ពេលអញ្ចឹងទៅ2 ទៅ 3ពេលក្នុងមួយថ្ងៃបានហើយអាហារសម្រន់គឺកាត់ចោលទាំងអស់ពីព្រោះមិនមានអាហារសម្រន់ណាមួយដែលមិនមែនមានជាតិស្ករទេណាអញ្ចឹងអាហារសម្រន់ហើយនឹងទឹកកំប៉ុងគ្រប់យ៉ាងណាត្រូវតែកាត់បន្ថយទៅសម្រាប់ក្មេងតូចលោកស្រីជាមិនកូនក្មេងឥឡូវក៏មានធាត់ច្រើនទៅហើយការធាត់របស់ក្មេងៗហ្នឹងឪពុកម្ដាយហ្នឹងជួនកាលខាត់ដែរមិនឲ្យញ៉ាំតែជួនកាលម្ដាយខាត់តែឪពុកបដ ாய் ឲ្យញ៉ាំជួនកាលឪពុកជូនទៅញ៉ាំទៀតហើយចូលចិត្តទិញទឹកក្រូចទឹកដោះគោតង្កេះដាក់ពេញផ្ទះនំធុងនំកញ្ចប់មីកញ្ចប់អីហ្នឹងដាក់ពេញផ្ទះឲ្យកូនញ៉ាំពេញទូទឹកកកទៅសាលាញ៉ាំហើយទៅក្រៅញ៉ាំហើយនៅក្នុងផ្ទះហ្នឹងក៏ទុកឲ្យកូនទៀតអញ្ចឹងអាការកទុកហ្នឹងគឺចិញ្ចឹមកូនឲ្យធាត់ហើយដល់ពេលអញ្ចឹងគាត់អត់ចេះញ៉ាំបន្លែបង្ខំឲ្យញ៉ាំបន្លែមិនក៏មិនព្រមញ៉ាំដែរអញ្ចឹងយើងត្រូវបង្រៀនយើងត្រូវលួងហើយជាពិសេសយើងបង្រៀនឲ្យញ៉ាំតាំងពីក្មេង1ម៉ាត់2ម៉ាត់ក៏ដោយប៉ុន្តែឲ្យទំពាឲ្យលេបទៅហើយបើទំពាមិនចង់លេបខ្ជាក់ចោលក៏បានដែរតែទំពាទៅអណ្ដាតរបស់យើងនឹងវាស្គាល់រសជាតិបន្លែអញ្ចឹងយូរទៅវាចូលចិត្តហើយមនុស្សដែលមិនចូលចិត្តបន្លែភាគច្រើនគាត់ផ្ទុកមេរោគដែលមិនល្អមេរោគមិនល្អហ្នឹងចូលចិត្តផ្អែមចូលចិត្តទឹកដោះគោចូលចិត្តនំមេរោគល្អចូលចិត្តបន្លែអញ្ចឹងមានពេលខ្លះយើងដាក់ថ្នាំដើម្បីកាត់បន្ថយមេរោគអាក្រក់ហើយយើងបន្ថែមមេរោគល្អអញ្ចឹងអាចនឹងបានជោគជ័យលឿនជាងគឺគាត់នឹងចូលចិត្តបន្លែលឿនជាងបីអាចបញ្ជាអំពីជំងឺនេះបានតែលោកអ្នកនាងនៅបងប្អូនរួមជាតិបានស្ដាប់អំបញ្ញនេះចាប់តែប៉ុណ្ណេះ